ខ្ញុំបាទសូមជម្រាបសួរដល់លោកស្រីនិងបងប្អូនជាមិត្តអ្នកស្ដាប់ទាំងអស់ក្នុងនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទជាបឋមនេះខ្ញុំសូមថ្លែងអំណរគុណនិងថ្វាយកិត្តិនាមនិងការសរសើរព្រមទាំងការលើកតម្កើងដល់ព្រះនាមព្រះអង្គបន្ទាប់មកខ្ញុំចង់ជម្រាបពីកម្មវិធីសិក្សាតាមប្រព័ន្ធព្រះគម្ពីរនេះយ៉ាងខ្លីជាទីបំផុតក្នុងកម្មវិធីនេះយើងសិក្សាព្រះគម្ពីរប៊ីបទាំងមូលក្នុងរយៈពេល5ឆ្នាំក្នុងមួយសប្តាហ៍5ថ្ងៃគឺពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រមួយថ្ងៃកន្លះម៉ោងការសិក្សានេះបណ្ដាលឲ្យសិក្ខាកាមមានលំនឹងផ្នែកគោលលទ្ធិរបស់ជំនឿគ្រីស្ទបរិស័ទផងព្រមទាំងចេះយកជំនឿមកប្រព្រឹត្តក្នុងជីវិតប្រចាំថ្ងៃផងខ្ញុំបាទផ្ទាល់និងសហការីទុកចិត្តលើលោកអ្នកបងប្អូនជាអ្នកស្ដាប់ក្នុងការអធិដ្ឋានឲ្យយើងខ្ញុំដើម្បីឲ្យយើងខ្ញុំអាចសម្រេចកិច្ចការបង្ហាត់បង្រៀនព្រះបន្ទូលនេះបានចប់ជាស្ថាពរក្នុងរយៈពេល5ឆ្នាំសូមព្រះជាម្ចាស់ប្រទានពរជាឧត្តមដល់លោកអ្នកបងប្អូនក្នុងការផ្សព្វផ្សាយរបស់យើងជាលើកដំបូងវិទ្យុ Transworld មានកិត្តិយសឧទ្ទិសកម្មវិធីសិក្សាតាមប្រព័ន្ធព្រះគម្ពីរនេះដោយយុវជនអាប់រ៉ាហាំអិនតាល់ជាកូនប្រុសរបស់លោករ៉ូផ្លេដូនិងលោកស្រីច័ន្ទសមឿនអិនតាល់ជានាយិកាវិទ្យុសំឡេងនៃសេចក្តីស្រឡាញ់កម្ពុជាវិទ្យុ Transworld និងវិទ្យុសំឡេងនៃសេចក្តីស្រឡាញ់កម្ពុជាធ្វើការសហការជាមួយគ្នាដើម្បីស្អាងក្រុមជំនុំរបស់ព្រះយេស៊ូវគ្រីស្ទឡើងលើទឹកដីកម្ពុជាយើងយុវជនអាប់រ៉ាហាំបានបាត់បង់ជីវិតកាលពីឆ្នាំកន្លងទៅដោយសារលង់ទឹកមរណភាពរបស់យុវជនរូបនេះបង្កលក្ខណៈឲ្យវិទ្យុ Transworld ជួបជាមួយនឹងលោកគ្រូគង្វាលគង់ផុនឆុនជំនួបរបស់យើងធ្វើឲ្យមានជាកម្មវិធីសិក្សាតាមប្រព័ន្ធព្រះគម្ពីរនេះប្រសូតឡើងមកដូច្នេះហើយបានជាកម្មវិធីយើងឧទ្ទិសដល់យុវជនអាប់រ៉ាហាំដែលជាអ្នកស្រឡាញ់ព្រះជាម្ចាស់អស់ពីចិត្តរបស់ខ្លួនយើងខ្ញុំសង្ឃឹមថាកម្មវិធីសិក្សាតាមប្រព័ន្ធព្រះគម្ពីរនេះពិតជាជួយដល់លោកអ្នកបានលូតលាស់ជំនឿលើព្រះជាម្ចាស់ជាបន្តទៅទៀតនេះសូមអស់លោកអ្នកត្រៀមបក្កាសៀវភៅដើម្បីកត់ត្រានៅគោលការណ៍ណែនាំសំខាន់ៗក្នុងការសិក្សាព្រះបន្ទូលជាមួយលោកគ្រូគង្វាលគង់ផនឆុននៅលើលោកនេះមានអត្ថបទច្រើនបែបច្រើនយ៉ាងណាស់ដែលមនុស្សសម័យដើមសរសេររួចហើយមនុស្សសម័យក្រោយមកទៀតរើសយកមកចងក្រងលើកឡើងថាជាគម្ពីរប្រចាំប្រព័ន្ធជំនឿរបស់ខ្លួនគម្ពីរទាំងនោះខ្លះក៏មានតម្លៃសិលធម៌ពិតប្រាកដមែនប៉ុន្តែខ្លះគ្រាន់តែជាមនោគមវិជ្ជារបស់ជនមួយក្រុមឬជនមួយរូបតែប៉ុណ្ណោះគម្ពីរដែលរាប់ថាមានតម្លៃសិលធម៌ពិតប្រាកដគឺអ្នកជឿលើគម្ពីរនោះមានការផ្លាស់ប្ដូរក្នុងផ្លូវប្រព្រឹត្តនៃជីវិតរបស់ខ្លួនពីសន្តានថោកទាបមកជាសន្តានថ្លៃថ្នូរវិញគម្ពីរប្រភេទនេះអាចជាស្នាដៃរបស់មនុស្សសុទ្ធសាធក៏មានអាចជាជំនួយពីតួអង្គអច្ឆរិយៈដល់មនុស្សលោកក៏សឹងមានដែរគម្ពីរដែលជាស្នាដៃរបស់មនុស្សលោករមែងសាបរលាបតាមកាលវេលារយៈពេលដែលគម្ពីរនោះសរសេរចប់យូរប៉ុណ្ណាប្រសិទ្ធភាពសាបរលាបក៏ថយចុះលឿនប៉ុណ្ណោះដែរបើគ្មានការធ្វើបដិវត្តន៍បទគម្ពីរទាំងនោះដោយមានអន្តរាគមន៍ពីកម្លាំងបាយទេគម្ពីរប្រភេទនោះនឹងសាបសូន្យជានិច្ចនិរន្តរ៍តរៀងទៅប៉ុន្តែមានគម្ពីរមួយយ៉ាងទៀតដែលមានឥទ្ធិពលមកលើជីវិតមនុស្សដាច់ដោយឡែកពីពេលវេលានិងថាមពលបដិវត្តន៍របស់កម្លាំងបាយបទគម្ពីរប្រភេទនេះមានឥទ្ធិពលជានិច្ចកាលពីព្រោះព្រះអធិការជាអង្គដែលបណ្ដាលឲ្យមនុស្សលោកគ្រប់ជំនាន់គ្រប់វ័យគ្រប់ស្រទាប់វណ្ណៈនិពន្ធទុកមកគម្ពីរនេះហៅថាព្រះគម្ពីរប៊ីបព្រះគម្ពីរប៊ីបនេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូបគ្រប់ជំនាន់គ្រប់ស្រទាប់វណ្ណៈនៅក្នុងការបរិយាយពីសារៈសំខាន់របស់ព្រះគម្ពីរប៊ីបខាងក្រោមនេះយើងហៅព្រះគម្ពីរប៊ីបនេះត្រឹមតែជាគម្ពីរប៉ុណ្ណោះតើហេតុអ្វីបានជាព្រះគម្ពីរមានសារៈសំខាន់បំផុតមែននោះបើតាមយើងប្រៀបធៀបទៅនឹងក្បួនច្បាប់ដទៃ
ព្រះគម្ពីរគឺជាឯកសារសំណេរមួយប្រភេទដែលពិបាកយល់ជាទីបំផុតក្នុងចំណោមក្បួនច្បាប់ដែលមនុស្សលោកធ្លាប់បានសរសេរមកគម្ពីរប៊ីបមានគេព្យាយាមបំផ្លាញគេធ្វើទុកបុកម្នេញច្រើនជាងគម្ពីរណាទាំងអស់ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយក៏គម្ពីរនេះបានធ្វើឲ្យមនុស្សរាប់កោតអ្នកជុំវិញសកលលោកមានចិត្តលះហើយមិនត្រឹមតែក្នុងពេលនេះទេប៉ុន្តែមានសក្តានុពលរាប់ពាន់ឆ្នាំកន្លងមកហើយគម្ពីរប្រភេទនេះមានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតគ្រួសាររបស់មនុស្សជាតិដូច្នេះហើយបានជាមនុស្សប្រុសស្រីទាំងឡាយគេតែងយកចិត្តទុកដាក់ពិចារណាលើសេចក្តីដែលមានសរសេរនៅក្នុងគម្ពីរនោះឲ្យបានជ្រៅជ្រះជាទីបំផុតនៅក្នុងសតវត្សទី15មានសេដ្ឋីម្នាក់ឈ្មោះ Walter Scott លោកបានសុំឲ្យឈ្នួលលោកម្នាក់យកសៀវភៅមកអានឲ្យលោកស្ដាប់កំពុងដែលលោកឈឺធ្ងន់ដាបសម្រាននៅលើគ្រែឈ្នួលរបស់លោកមិនដឹងជាយកសៀវភៅអ្វីមកអានក្នុងពេលដែលលោករាវរកសៀវភៅពីក្នុងទូដោយរញីរញ័រឈ្នួលនោះក៏បែរទៅសួរលោកមហាសេដ្ឋីថាតើឲ្យខ្ញុំប្របាទយកសៀវភៅអីមកអានជូនលោកម្ចាស់លោកមហាសេដ្ឋីនោះក៏ឆ្លើយភ្លាមឡើងថាហេតុអ្វីបានជាឯងសួរសំណួរបែបហ្នឹងមានសៀវភៅតែមួយគត់ដែលខ្ញុំត្រូវការក្នុងពេលនេះទាញយកព្រះគម្ពីរប៊ីបមកព្រះគម្ពីរប៊ីបជាក្រឹតវិន័យតែមួយគត់ដែលមនុស្សត្រូវការមុននឹងស្លាប់ប៉ុន្តែតាមពិតទៅសៀវភៅនេះមិនមែនគ្រាន់តែមានសារៈសំខាន់សម្រាប់តែមនុស្សស្លាប់ប៉ុណ្ណោះទេសៀវភៅនេះមានសារៈសំខាន់សម្រាប់មនុស្សនៅរស់ផងដែរមានមនុស្សច្រើនណាស់ដែលមិនត្រូវការព្រះគម្ពីរប៊ីបទេតលតែចិត្តដល់ឃើញក្តាមមឈូសឬមួយតលតែគេជួបបញ្ហាធ្ងន់ធ្ងរដែលគេមិនអាចដោះស្រាយដោយខ្លួនឯងបានពិតមែនហើយព្រះគម្ពីរជាសៀវភៅដែលអាចជួយយើងឲ្យមានការខ្សាន្តទុក្ខនៅពេលជិតស្លាប់ឬនៅក្នុងពេលមានបញ្ហាក្នុងជីវិតក៏ពិតមែនប៉ុន្តែព្រះគម្ពីរក៏ជាសៀវភៅមួយដែលជួយឲ្យយើងរស់នៅក្នុងជីវិតដែលមានឥទ្ធិពលដែរព្រះគម្ពីរជាសៀវភៅមួយដែលជួយយើងឲ្យប្រឈមមុខជាមួយនឹងបញ្ហាចាក់ស្រេះក្នុងជីវិតនេះព្រមទាំងជាក្បួនច្បាប់ដែលផ្ដល់ឲ្យយើងគ្រប់រូបដឹងពីផ្លូវដើរយ៉ាងជាក់ច្បាស់កំពុងដែលយើងដើរឆ្លងកាត់ពិភពលោកនេះឆ្ពោះទៅកាន់ជីវិតនៅបរលោកនាយព្រះគម្ពីរជាក្បួនច្បាប់តែមួយគត់ដែលអាចជួយយើងឲ្យប្រឈមមុខជាមួយនឹងភាពអាសន្ននៃជីវិតព្រមទាំងធ្វើជាពូកសម្រាប់ទ្រព្យជីវិតយើងពេលយើងជួបសេចក្តីគ្រោតគ្រាតផ្សេងអាស្រ័យដោយមូលហេតុដូចបានជម្រាបជូនខាងលើនេះហើយបានជាខ្ញុំមានទំនុកទុកចិត្តយ៉ាងមាំថាព្រះគម្ពីរប៊ីបមានសារៈសំខាន់លើសពីក្បួនច្បាប់ឬសៀវភៅណាទាំងអស់ព្រះគម្ពីរប៊ីបមានឥទ្ធិពលយ៉ាងខ្លាំងមកលើមនុស្សជាច្រើនរូបនិងមានឥទ្ធិពលមកលើព្រឹត្តិការណ៍ធំនានានៃលោកសន្និវាសសពថ្ងៃនេះផងដែរដើម្បីឆ្លើយនឹងសំណួរដែលចោទឡើងថាតើព្រះគម្ពីរមានសារៈសំខាន់មែនឬមួយយ៉ាងណាខ្ញុំសូមស្រង់សម្ដីរបស់វីរជនមួយចំនួនដែលបានសម្ដែងទឹកចិត្តរបស់លោកចំពោះព្រះគម្ពីរប៊ីបនេះនាកាលយូរលង់ណាស់មកហើយមានមហាក្សត្រជនជាតិអាហ្វ្រិកមួយអង្គបានយាងមកធ្វើទស្សនកិច្ចនៅចក្រភពអង់គ្លេសស្ដេចអង្គនេះបានចូលមកសម្ដែងការគួរសមចំពោះព្រះមហាក្សត្រី Victoria ក្សត្រអង្គនេះមានបន្ទូលសួរទៅព្រះមហាក្សត្រីថាតើមានអាចកម្បាំងអ្វីដែលធ្វើឲ្យប្រទេសអង់គ្លេសឡើងជាមហាអំណាចបែបនេះមហាក្សត្រីក៏លូកយកព្រះគម្ពីរប៊ីបដែលបានចងក្របយ៉ាងល្អខ្ចប់ក្នុងកញ្ចប់យ៉ាងប្រណិតហើយយកកញ្ចប់គម្ពីរនោះ
មកថ្វាយក្សត្រអង្គនោះទាំងមានព្រះសុវណ្ណ័យថានៅក្នុងកញ្ចប់នេះមានអាចកំបាំងដែលធ្វើឲ្យចក្រភពអង់គ្លេសឡើងជាមហាអំណាចបានយល់ទៅតាមសម្ដីរបស់ក្សត្រីអង្គនេះខ្ញុំយល់ឃើញយ៉ាងដូចនេះថាបើប្រសិនណាជាចក្រភពអង់គ្លេសធ្លាក់ឋានៈខ្ពង់ខ្ពស់ចុះមកជាប្រទេសកម្រិតទី2រួចហើយមកជាប្រទេសកម្រិតទី3ប្រហែលជាមកពីហេតុការណ៍ដែលថាប្រជាពលរដ្ឋនៃប្រទេសអង់គ្លេសបានឃ្លាតចាកឆ្ងាយទៅពីព្រះបន្ទូលព្រះទីដឹងនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសមួយរូបបានមានប្រសាសន៍ថាបើនិយាយអំពីបញ្ហាដែលកើតឡើងប្រចាំថ្ងៃនៅក្នុងប្រទេសអង់គ្លេសមានចម្លើយតែម្យ៉ាងគត់ដែលអាចដោះស្រាយបញ្ហាទាំងនោះបានចម្លើយនោះគឺជាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដំណឹងល្អនេះអាចកែប្រែអ្វីបានទាំងអស់ខ្ញុំមានបេតិសោមនស្សយ៉ាងខ្លាំងដែលអាចនិយាយនៅក្នុងពេលនេះបានថាមនុស្សជាច្រើនដែលជាអ្នកដឹកនាំនៅក្នុងចក្រភពអង់គ្លេសច្រើនតែជាគ្រីស្ទបរិស័ទខ្ញុំបានកាន់នាទីជានាយករដ្ឋមន្ត្រីនេះអស់58ឆ្នាំមកហើយខ្ញុំឃើញមានតែមនុស្ស11នាក់ប៉ុណ្ណោះដែលធ្វើការនៅខុទ្ទកាល័យនៃរាជរដ្ឋាភិបាលអង់គ្លេសជាគ្រីស្ទបរិស័ទក្នុងរជ្ជកាលដែលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល47ឆ្នាំនោះមានមនុស្ស60នាក់ដែលមានប្រាជ្ញាវាងវៃយ៉ាងខ្លាំងនៅក្នុងសតវត្សនេះនៅក្នុងចំណោមមនុស្ស60នាក់នោះមានតែ5នាក់ប៉ុណ្ណោះដែលជាអ្នកគ្រីស្ទៀនខ្ញុំយល់ឃើញថាបញ្ហាដែលកើតឡើងច្បូកច្បល់នៅក្នុងសកលលោកសប្តាហ៍នេះដោយសារមានមនុស្សតិចណាស់ដែលកាន់ការធំនៅក្នុងលោកជាអ្នកគ្រីស្ទៀនហើយនៅក្នុងចំណោមអ្នកគ្រីស្ទៀនដែលធ្វើការធំទាំងនោះមានអ្នកគ្រីស្ទៀនតិចបំផុតដែលចេះយកព្រះបន្ទូលព្រះមកអនុវត្តឲ្យបានស្ទាត់ជំនាញនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួនអ្នកវិទ្យាសាស្ត្រម្នាក់ដែលរស់នៅដើមឆ្នាំ1800មានប្រសាសន៍យ៉ាងដូចនេះថាហេតុអ្វីបានជាមនុស្សលោកចេះតែដើរទៀសផ្លូវយ៉ាងដូចនេះកំពុងដែលមានគម្ពីរព្រះជាអ្នកនាំផ្លូវគេហើយនោះចំណែកលោកអ៊ីសាក់នូតុនដែលជាអ្នកវិទ្យាសាស្ត្រមួយរូបរស់នៅរវាងឆ្នាំ1700បានមានប្រសាសន៍ថាបើព្រះគម្ពីរពិតជានិយាយត្រឹមត្រូវមែនអនាគតខាងមុខនឹងមានពេលដែលមនុស្សអាចធ្វើដំណើរល្បឿនបានរហូតដល់80គីឡូម៉ែត្រក្នុង1ម៉ោងចំណែកឯលោក Voltaire វិញដែលជាអ្នកប្រាជ្ញពោពេញទៅដោយចម្ងល់បាននិយាយឆ្លើយតបជាមួយនឹងអ្នកប្រាជ្ញអ៊ីសាក់នូតុនវិញថាអូលោកអ៊ីសាក់ដ៏កំសត់អើយហេតុអ្វីបានជាលោកមានទស្សនៈផ្ដេសផ្ដាស់អ្វីម្លេះបើលោកជឿថាព្រះគម្ពីរមានភាពពិតមែនគួរលោកកុំធ្វើជាអ្នកវិទ្យាសាស្ត្រធ្វើអ្វីលើសពីទស្សនៈរបស់មនុស្សមួយចំនួនដោយខ្ញុំបានជម្រាបជូនខាងលើកន្លងមកខ្ញុំយល់ថាមានសារៈសំខាន់ដែលខ្ញុំស្រង់សម្ដីរបស់ប្រធានាធិបតីខ្លះដែលបានសម្ដែងមតិយល់ដឹងរបស់លោកចំពោះព្រះគម្ពីរប៊ីបលោកប្រធានាធិបតី John Adams ប្រធានាធិបតីទី2របស់សហរដ្ឋអាមេរិកបានមានប្រសាសន៍យ៉ាងដូចនេះថាខ្ញុំបានពិចារណាសេចក្តីនៅក្នុងព្រះគម្ពីរតាមការយល់ដឹងដ៏តិចតួចស្ដួចស្ដើងបំផុតរបស់ខ្ញុំពីមធ្យោបាយដ៏ទាល់ច្រកបំផុតរបស់ខ្ញុំទោះបីជាពេលវេលារវល់យ៉ាងខ្លាំងនៅក្នុងជីវិតខ្ញុំក៏ដោយខ្ញុំបានសង្កេតឃើញថាព្រះគម្ពីរគឺជាក្បួនច្បាប់ខ្ពស់បណ្ដាច់នៅក្នុងលោកទាំងមូលព្រះគម្ពីរមានទស្សនៈធំទូលាយជាងទស្សនវិជ្ជានានាដែលខ្ញុំធ្លាប់សិក្សាក្នុងបណ្ណាល័យជាច្រើនដូច្នេះហើយបានជាទស្សនៈ
តិចតួចរបស់ខ្ញុំនេះមិនអាចប្រៀបធៀបទៅនឹងទស្សនៈមហិមានៃព្រះគម្ពីរបានឡើយការអស្ចារ្យនេះរឹងរិតតែធ្វើឲ្យខ្ញុំចង់ចេះចង់ដឹងពីព្រះគម្ពីរថែមទៀតលោកប្រធានាធិបតី John Quincy Adams បានមានប្រសាសន៍ដែរថាខ្ញុំនិយាយនេះដូចជាមនុស្សម្នាក់នៅក្នុងលោកនិយាយទៅកាន់មនុស្សជាច្រើនដែលរស់នៅក្នុងលោកជាមួយនឹងខ្ញុំដែរខ្ញុំនិយាយទៅកាន់អ្នកទាំងអស់គ្នាថាចូលស្វែងរកឲ្យយល់សេចក្តីអាចកំបាំងនៅក្នុងព្រះបន្ទូលចុះព្រះគម្ពីរជាក្បួនច្បាប់ខ្ពស់លើសពីក្បួនច្បាប់ទាំងឡាយដែលមនុស្សគ្រប់រូបគ្រប់ជំនាន់ហើយនឹងគ្រប់ស្ថានភាពជីវិតធ្លាប់បានអានមកមិនត្រូវអានកាពីតែមួយឬពីរខហើយដាក់ចោលនៅមួយកន្លែងរហូតទេប៉ុន្តែត្រូវអានមួយកថាខណ្ឌរៀងរាល់ថ្ងៃជានិច្ចមិនតែប៉ុណ្ណោះសោតខ្ញុំបានសង្កេតឃើញប្រធានាធិបតីដែលដឹកនាំធ្វើឲ្យប្រទេសលោកបានថ្កុំថ្កើងរុងរឿងឡើងនៅក្នុងសម័យដែលគេគោរពព្រះបន្ទូលអស់ពីចិត្តនោះថែមទៀតប្រធានាធិបតីទាំងនោះមិនបានទៅបង្កសង្គ្រាមជាមួយប្រទេសជិតខាងណាទេលោកទាំងនោះមានលទ្ធភាពគ្រប់គ្រាន់អាចដោះស្រាយបញ្ហារបស់ប្រទេសលោកបានដោយប្រើត្រឹមតែសេចក្តីពិតនៅក្នុងព្រះបន្ទូលដើម្បីដោះស្រាយបញ្ហាទាំងនោះខ្ញុំនិយាយដូច្នេះពិតជាមានអ្នកខ្លះនិយាយលក់មកខ្ញុំវិញយ៉ាងដូចនេះថាលោកគ្រូអើយបញ្ហាសម័យនោះអាចយកគម្ពីរមកដោះស្រាយបានពីព្រោះវាមិនមែនចាក់ស្រេះដោយសពថ្ងៃនេះទេប៉ុន្តែមិត្តសម្លាញ់ដែលជាអ្នកស្ដាប់ហើយសូមជ្រាបថាបញ្ហានៅសម័យនោះនិងបញ្ហានៅសម័យនេះឥតមានខុសល្អៀងអ្វីពីគ្នាទេសប្តាហ៍ថ្ងៃនេះខ្ញុំបានសង្កេតឃើញថាមិនគ្រាន់តែប្រទេសអង់គ្លេសតែប៉ុណ្ណោះដែលប្រព្រឹត្តប្រាសចាកពីព្រះបន្ទូលយ៉ាងខ្លាំងសូម្បីពលរដ្ឋសហរដ្ឋអាមេរិកក៏ឃ្លាតឆ្ងាយពីព្រះបន្ទូលរបស់ព្រះដែរដូច្នេះហើយបានជាខ្ញុំធ្វើការសន្និដ្ឋានថាបើនគរណាមួយដែលឃ្លាតឆ្ងាយពីព្រះយ៉ាងខ្លាំងយ៉ាងណានោះបញ្ហារបស់នគរនោះកាន់តែរីកសាយខ្លាំងឡើងយ៉ាងនោះដែរបច្ចុប្បន្ននេះមានអ្នកដឹកនាំប្រទេសជាច្រើនដែលមានអំណាចពេញនៅក្នុងដៃបាននិយាយយ៉ាងដូចនេះថាវិបត្តិរបស់ប្រទេសខ្ញុំគ្មានផ្លូវដោះស្រាយទេបងប្អូនប្រុសស្រីហើយដោយសារតែវិបត្តិនៅក្នុងប្រទេសនីមួយៗគ្មានផ្លូវដោះស្រាយនេះហើយបានជាខ្ញុំត្រូវតែបង្រៀនព្រះបន្ទូលនៃព្រះនៅក្នុងបទគម្ពីរប៊ីបនេះទាំងមូលជូនលោកអ្នកបងប្អូនស្ដាប់តែម្ដងខ្ញុំមានចិត្តជឿជាក់ថាព្រះបន្ទូលនេះជាដំណោះស្រាយតែមួយគត់បងប្អូនមិត្តសម្លាញ់អស់លោកអ្នកស្ដាប់ទាំងឡាយហើយខ្ញុំសូមទទូចអង្វរឲ្យលោកអ្នកបែរត្រឡប់មករកឲ្យយល់ព្រះបន្ទូលវិញចុះមានប្រធានាធិបតីម្នាក់ទៀតឈ្មោះលោក Thomas Jefferson បានបញ្ចេញមតិថាខ្ញុំនិយាយជានិច្ចកាលហើយចេះតែនិយាយនៅមុខមនុស្សថាបើមនុស្សណាមួយព្រមរៀនឲ្យយល់ព្រះបន្ទូលព្រះមនុស្សនោះនឹងคล้ายទៅជាពលរដ្ឋដ៏ល្អជាប្តីដ៏ល្អនិងជាឪពុកដ៏ល្អជាមិនខានបងប្អូនប្រុសស្រីហើយសប្តាហ៍ថ្ងៃនេះគួរយើងទាំងអស់គ្នានាំគ្នាពិចារណារកមើលពីមូលហេតុអ្វីបានជាមនុស្សលោកសប្តាហ៍ថ្ងៃនេះមានចិត្តពឹសពុលខ្លាំងម្ល៉េះចំណែកប្តីប្រពន្ធសប្តាហ៍ថ្ងៃក៏ធ្វើការលះលែងគ្នាមានចំនួនយ៉ាងច្រើនជាអតិបរមាផងដែរមានអ្នកប្រាជ្ញខាងអក្សរសាស្ត្រមួយរូបនាមលោក Daniel Webster លោកជាអ្នកសរសេរវចនានុក្រមភាសាអង់គ្លេសទាំងមូលបានសរសេរយ៉ាងដូចនេះថាបើសួរខ្ញុំថាហេតុអ្វីបានជាលោកមានប្រាជ្ញាវាងវៃម្ល៉េះ
ខ្ញុំឆ្លើយថាការនេះឯងមកពីម្ដាយឪពុកខ្ញុំបានបង្រៀនខ្ញុំកាលខ្ញុំនៅក្មេងនៅឡើយឲ្យខ្ញុំស្រឡាញ់ព្រះបន្ទូលព្រះជានិច្ចខ្ញុំសូមសួរដល់លោកអ្នកបងប្អូនទាំងអស់គ្នាសប្តាហ៍ថ្ងៃដែលជាមាតាបិតារបស់កូនដែលជាគ្រីស្ទបរិស័ទតើលោកអ្នកកំពុងចិញ្ចឹមកូនដែលមានលក្ខណៈដូចលោក Daniel Webster នៅក្នុងផ្ទះឬមួយលោកអ្នកកំពុងចិញ្ចឹមកូនម្នាក់ដែលបះបោរទាស់នឹងព្រះបន្ទូលអ្នកប្រាជ្ញរូបដដែលនេះបានមានប្រសាសន៍ថែមទៀតថាខ្ញុំបានអានព្រះគម្ពីរជាច្រើនចប់ឥឡូវនេះខ្ញុំកំពុងតែកំណត់អានព្រះគម្ពីរមួយចប់ក្នុងមួយឆ្នាំព្រះគម្ពីរនេះត្រូវគ្រប់ទាំងមនុស្សទោះអ្នកនោះជាអវកាឬអ្នកនោះជាអ្នកកាន់សាសនាក្តីខ្ញុំផ្ទាល់មានចិត្តសង្វេគណាស់ចំពោះបុគ្គលទាំងឡាយណាដែលមិនអាចរកសម្បត្តិដ៏មហាសាលដែលកប់ទុកនៅក្នុងព្រះគម្ពីរជាប្រភពនៃប្រាជ្ញាការពិចារណានិងការប្រព្រឹត្តរបស់មនុស្សលោកស្ដីពីសារៈសំខាន់នៃព្រះគម្ពីរនេះមានអ្នកប្រាជ្ញម្នាក់ឈ្មោះ Henry Van Wyk បានសរសេរយ៉ាងដូចនេះថាព្រះគម្ពីរប្រសូតនៅឯបូព៌ាប្រទេសមានផ្នត់គំនិតបែបលោកខាងកើតព្រះគម្ពីរបានធ្វើដំណើរថ្មើរជើងដល់គ្រប់ទីកន្លែងនៅក្នុងពិភពលោកនេះព្រមទាំងធ្វើដំណើរឆ្លងទ្វីបមួយទៅទ្វីបមួយរហូតដល់គ្រប់ច្រកល្ហកព្រះគម្ពីរបានរៀនភាសារាប់រយមុខដើម្បីនិយាយទៅកាន់ចិត្តរបស់មនុស្សលោករាប់រយសាសព្រះគម្ពីរបានធ្វើដំណើរចូលទៅដល់ព្រះបរមរាជវាំងដើម្បីទូលថ្វាយស្ដេចថាទ្រង់ជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុតព្រមទាំងធ្វើដំណើរចូលទៅក្នុងខ្ទមកំសត់ដើម្បីខ្សឹបប្រាប់កសិករមួយរូបថាលោកជាកូននៃព្រះដ៏ខ្ពស់បំផុតកូនក្មេងស្ដាប់រឿងក្នុងព្រះគម្ពីរដោយមានចិត្តអស្ចារ្យនិងរីករាយរីឯអ្នកប្រាជ្ញទទួលយកក្តីបង្រៀនក្នុងព្រះគម្ពីររួចហៅថាជាប្រស្នានៃជីវិតព្រះគម្ពីរមានដំណឹងនៃសេចក្តីសុខសាន្តក្នុងគ្រាវេទនាមានពាក្យខ្សែមខ្សាន្តក្នុងគ្រាជ្រួលច្រាល់មានពន្លឺក្នុងខណៈខ្មៅងងឹតក្បួនច្បាប់របស់ព្រះគម្ពីរត្រូវបានគេយកទៅសូត្ររត់មាត់ជាច្រើនគេត្រាប់នៅតាមជំនុំមុតមមសេចក្តីបង្រៀនប្រដៅមានអត្ថន័យជ្រៅដល់ត្រចៀកមនុស្សកំសត់ខាងវិញ្ញាណទាំងមនុស្សអាក្រក់ទាំងមនុស្សអួតខ្លួនភ័យញ័រចម្ប្រប់ពេលឮសេចក្តីព្រមានប៉ុន្តែចំពោះអ្នកមានចិត្តរបួសវិញនោះជាចម្រៀងបំពេអារម្មណ៍របស់មាតាខ្លួនព្រៃរហោឋាននិងទីចោលស្ងាត់មានអំណរដោយឮព្រះបន្ទូលព្រះឯចិត្តដែលកំពុងខ្លោចដោយកម្ដៅភ្លើងជីវិតត្រូវត្រជាក់វិញដោយសារសេចក្តីដែលបានពណ៌នាក្នុងទំព័រនៃព្រះគម្ពីរប៊ីបព្រះគម្ពីរបានចាក់ស្រេះចូលទៅក្នុងនិមិត្តយ៉ាងជ្រៅដើម្បីបង្កើតឲ្យមានសេចក្តីស្រឡាញ់មិត្តភាពការអាណិតអាសូរនិងការបដិញ្ញាមានអនុស្សាវរីយ៍ក្នុងការសង្ឃឹមលើសេចក្តីដែលបានចែងទុកក្នុងព្រះគម្ពីរដែលជាខ្យល់បរិសុទ្ធសែនក្រអូបនិងឈ្ងុយឆ្ងាញ់